យៈបានក្រវីពូថៅដ៏ធំសម្បើមតែបន្តិចដើមឈើពេញមួយចុងភ្នំក៏ដួលរំចុះមកព្រមគ្នាដើមស្រោដែលអ្នកកាប់ឈើត្រូវចំណាយពេល3ឆ្នាំទើបកាប់អស់គាត់ប្រើពេលតែ8វិនាទីប៉ុណ្ណោះក៏កាប់រំលំអស់គ្មានសល់អាស្រ័យលើអាជីវកម្មឈើដ៏ធំនេះអ្នកភូមិបានក្លាយជាអ្នកមានយ៉ាងរហ័សហើយបានសាងសង់ផ្ទះល្វែងតម្រៀបគ្នានៅតាមឆ្នេរសមុទ្រប៉ុន្តែថ្ងៃល្អមានមិនយូរប៉ុន្មានទេនៅពេលដែលហោប៉ៅថតស្កុកអ្នកភូមិក៏លែងត្រូវការរូបគាត់ទៀតដើម្បីគ្រាន់តែមានបាយហូបគាត់បានសម្រេចចិត្តចាក់ចេញពីស្រុកកំណើតទៅស្វែងរកផ្លូវរស់នៅកន្លែងផ្សេងរាល់ពេលមានព្យុះព្រឺធ្លាក់ខ្លាំងគាត់បានកិតឈើបង្កើតភ្លើងដើម្បីជួយឲ្យឆ្លងផុតភាពរងាខណៈពេលដែលគាត់កំពុងអាំងភ្លើងស្រាប់តែមានសំឡេងស្រែកធ្ងន់របស់សត្វគោព្រៃបន្លឺឡើងពីចម្ងាយគាត់មើលទៅឃើញគោចាស់មួយក្បាលដួលនៅលើទឹកកកជិតផុតដង្ហើមទៅហើយដោយមិនបាច់គិតច្រើនគាត់ប្រញាប់អូសគោចាស់នោះមកជិតភ្នាត់ភ្លើងចាំរហូតដល់ទឹកកកនៅលើខ្លួនវាលីបន្តិចម្ដងគោចាស់ក៏បានរស់រានមានជីវិតឡើងវិញចាប់ពីពេលនោះមកគាត់មានមិត្តរួមផ្លូវម្នាក់បន្ថែមទៀតហើយផ្លូវដ៏វែងឆ្ងាយលែងមានតែរូបគាត់ម្នាក់ឯងទៀតហើយមនុស្សម្នាក់និងគោមួយក្បាលបានក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធដែលពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរពួកគេបានរៀបរាប់ពីរឿងរ៉ាវកាលពីមុនឲ្យគ្នាស្ដាប់យៈដើមមួយជំហានស្នាមជើងរបស់គាត់ក៏ប្រែជាបឹងបួរនិងជួរភ្នំរៀបរីដោយក្របអុកដើម្បីឲ្យអ្នកកាប់ឈើអាចដឹកជញ្ជូនឈើទាំងមូលបានសម្រួលគាត់បានប្រើដៃទេពុះភ្នំជីកទន្លេបង្កើតបានជាផ្លូវទឹកជាច្រើនខ្សែគោចាស់ក៏មិនធម្មតាដែរដោយប្រើកម្លាំងបាយដ៏ខ្លាំងក្លាវាបានបុកទម្លុះធំៗដែលបាំងផ្លូវឲ្យបែកខ្ទេចខ្ទីវាច្បាស់ជាខ្លាចកម្ពស់ប៉ុន្តែសុខចិត្តប្រឈមមុខនឹងគ្រោះថ្នាក់បាក់ឆ្អឹងដើម្បីសហការជាមួយយៈអ្នកទាំងពីរបានប្រឹងប្រែងអស់ពីកម្លាំងកាយដើម្បីពុះធំៗដែលបាំងទឹកនាំប្រភពទឹកពីផ្នែកខាងលើឲ្យហូរចុះទៅផ្នែកខាងក្រោមរហូតកើតជាទន្លេនិងស្ទឹងប្រសិទ្ធភាពនៃការដឹកជញ្ជូនរបស់កម្មករបានកើនឡើងយ៉ាងខ្លាំងប៉ុន្តែបញ្ហាថ្មីក៏បានកើតឡើងតាមក្រោយផ្លូវទឹកមានកន្លែងកង់បត់បែនច្រើនពេកធ្វើឲ្យឈើទាំងអស់ជាប់គាំងនៅតាមចំណុចកង់មិនអាចកម្រើកបានដើម្បីដោះស្រាយបញ្ហាលំបាកនេះគោចាស់បានស្ម័គ្រចិត្តបំពាក់ច្រវាក់ដែកទម្ងន់រាប់ម៉ឺននឿនហើយប្រឹងប្រែងអស់ពីកម្លាំងកាយដើម្បីទាញផ្លូវទឹកដែលកង់ឲ្យប្រែជាខ្សែបន្ទាត់ត្រង់ឈើបានហូរតាមទឹកយ៉ាងរលូនដោយគ្មានឧបសគ្គរហូតទៅដល់កំពង់ផែហើយកំពង់ផែក៏ត្រូវបានពង្រីកទៅជាកំពង់ផែថ្មីយ៉ាងរហ័សក្រុមអាជីវករនិងអ្នកមានពីគ្រប់ទីបានសម្រុកមកកាន់ទីនេះដើម្បីវិនិយោគសាងសង់រោងចក្រមានអាជីវករម្នាក់បានបង្ហាញម៉ាស៊ីនអាស៊ីនអាឈើដែលក្រុមហ៊ុនខ្លួនស្រាវជ្រាវបង្កើតឡើងត្រឹមតែ1វិនាទីអាចរំលំដើមឈើអាយុកាលរាប់រយឆ្នាំបានយ៉ាងងាយស្រួលសំឡេងអាឈើស្រែកចាំងត្រជាក់បានធ្វើឲ្យយៈភ្ញាក់ផ្អើលគាត់ក៏ប្រញាប់ចាប់ក្បាលបុរសនោះហើយពោលថាមកដណ្ដើមឆ្នាំងបាយអញនៅទីតាំងរបស់អញឬអាជីវករនោះមិនព្រមចុះចាញ់បានតវ៉ាប្រកែកទល់មុខប៉ុន្តែដៃនៅតែមិនឈប់អាស៊ីនអាឈើនៅតែបន្តដំណើរការហើយថែមទាំងចិត្តអ្នកឌឺដងទៀតផងយៈខឹងសម្បាយ៉ាងខ្លាំងក៏បានលើកពូថៅដ៏ធំឡើងប្រហែលជាអាចពុះបុរសនោះជាពីរផ្នែកទៅហើយអាជីវករឃើញស្ថានភាពមិនស្រួលក៏បានបបួលប្រកួតកាប់ឈើដោយកំណត់ពេលកន្លះម៉ោងដូចគ្នាអ្នកណាដែលកាប់ឈើបានច្រើនជាងគឺជាអ្នកឈ្នះរីឯអ្នកចាញ់ត្រូវចាក់ចេញទៅសំឡេងកាំភ្លើងសញ្ញាបន្លឺឡើងការប្រកួតក៏បានចាប់ផ្ដើមជាផ្លូវការដើមឈើអាយុរាប់រយឆ្នាំបានដួលរំជាច្រើនម្ខាងជាសំឡេងម៉ាស៊ីនលាន់រងម្ខាងទៀតជាពូថៅធំដែលក្រវីទៅមកនេះជាការប្រជុំមុខគ្នារវាងសម័យទំនើបនិងសម័យបុរាណអ្នកភូមិបានឈរនៅលើកំពូលភ្នំស្រែកហូជួយគាំទ្រយៈព្រៃឈើរាប់ម៉ឺនរៃត្រូវគេពុះចេញជាផ្លូវពីរយ៉ាងរហ័សបន្ទាប់ពីខិតខំប្រឹងប្រែងពេញមួយព្រឹកការប្រកួតក៏បានបញ្ចប់ចែកក្រុមបានលីបន្ទាត់វែងចូលមកវាស់វែងទោះបីជាអាជីវករនោះខ្លាចកម្ពស់យ៉ាងណាក៏ដោយក៏នៅតែប្រឹងប្រែងវាឡើងទៅគាត់បានវាស់វែងលទ្ធផលរបស់យៈយ៉ាងល្អិតល្អន់គឺបាន130ម៉ែត្រគ្រប់គ្នាសុទ្ធតែគិតថាយៈច្បាស់ជាឈ្នះហើយប៉ុន្តែនៅពេលដែលទៅវាស់ខាងភាគីអាជីវករចែកក្រុមក៏ភ្ញាក់ផ្អើលគឺបានរហូតដល់140ម៉ែត្រគួរឲ្យស្ដាយណាស់យៈដែលបានធ្វើការបម្រើមនុស្សអស់មួយជីវិតត្រូវទទួលបរាជ័យហ៊ានភ្នាល់ត្រូវហ៊ានទទួលស្គាល់ការចាញ់គាត់បានងាកក្រោយដើរចេញទៅយ៉ាងស្ងៀមស្ងាត់ហើយចាប់ពីពេលនោះមកគ្មាននរណាម្នាក់បានជួបគាត់ទៀតឡើយប៉ុន្តែផ្លូវទឹកនិងបឹងបួរដែលគាត់បានបន្សល់ទុកនៅតែមានវត្តមានរហូតមកដល់សប្តាហ៍ថ្ងៃហើយទឹកចិត្តចូលចិត្តជួយអ្នកដទៃរបស់គាត់បានក្លាយជាសម្បត្តិស្មារតីដែលមនុស្សជំនាន់ក្រោយបន្តវេនគ្នារហូតមក